ngày đó nhom đangมาอัปเดต server ថ្មីខ្លះៗជូនដល់គ្នាមើលទៀតហើយហើយអានេះគឺខ្ញុំដូរពីអក្សរផ្ទាំងធំហ្នឹងគឺមកដាក់ទួយវិញដោយសារតែរូបភាពផ្ទាំងធំហ្នឹងគឺធ្វើឲ្យ server ហ្នឹង lag មែនតើហើយខ្ញុំបញ្ជាក់ម្ដងទៀត server ហ្នឹងគឺខ្ញុំបើកមកច្បាប់ខ្ញុំធំបំផុតហ្នឹងគឺហាមរ៉េតផ្ទះឬមួយក៏បំផ្លាញអ្នកដទៃមិនថាខ្លែមលែនឬមួយក៏អត់បានខ្លែមលែនតែគឺហាមប៉ះពាល់របស់គេតែម្ដងចឹងហើយបើសិនជាគ្នាយើងណាលេងចូលចិត្តរ៉េតផ្ទះគេបំផ្លាញគេដើរកាប់គេហ្នឹងគឺមិនបាច់ចូល server ហ្នឹងទេកន្លែង lucky នេះដំបូងគឺខ្ញុំដាក់ជាមួយនឹង welcome kit តែលើដូរតែគ្នាសាតែយកចូលទៅក្នុង spawn អត់កើតចឹងហើយខ្ញុំទៅដាក់ក្នុង spawn យកហ្មងហើយកន្លែងមកមើលខាងនេះហ្នឹងគឺវាមាន one block ហ្នឹងវាជាប្រភេទមានម្ដុំនៅលើមេឃវាយអត់ចេះអស់តើគ្នាហើយនៅគៀកហ្នឹងមួយទៀតហ្នឹងគឺជាប្រភេទ mini game តើគ្នាហើយហ្នឹងក៏ជាហេតុផលមួយដែលធ្វើឲ្យខ្ញុំធ្វើ server ហ្នឹងយូរមែនតើហើយមួយនៅចិត្ត mini game ហ្នឹងគឺជាប្រភេទយើងមានការងារធ្វើហើយមានប្រាក់ខែចឹងណាតើគ្នាឥឡូវយើងចូលទៅមើលកន្លែង mini game ហ្នឹងហ្មងទៅ mini game ហ្នឹងគឺខ្ញុំធ្វើបានតែតិចតួចដែរនៅសល់2ទៀតអត់បានប្រហោយដោយសារតែអត់ដឹងថាត្រូវដាក់ mini game មួយណាឈ្មោះអីអញ្ចឹងណាអានេះជាប្រភេទមួយស្មើគឺកាប់គ្នានឹងឯងអញ្ចឹងហើយគ្នាណាចង់កាប់គ្នាអីមកលេងអា mini game មួយហ្នឹងទៅហើយបន្ទាប់មកទៀតហ្នឹងគឺមានជាមួយនឹង Skyward ហើយជាមួយនឹង TNT Run ហើយដល់ពេលមួយទៀតដែលខ្ញុំបានធ្វើហើយហ្នឹងតើគ្នាអានេះគឺជាប្រភេទ Bedwa តែ mini game ទាំងអស់ហ្នឹងសួរខ្ញុំថាខ្ញុំចេះលេងអត់ខ្ញុំអត់ចេះលេងទេដល់គ្នាឃើញទៅចេះធ្វើដាក់ចូលទៅតែអ្នកគាត់ធ្លាប់លេងគឺគាត់ចេះលេងហើយមកមើលអានេះមួយទៀតហ្នឹងគឺយើងគ្រាន់តែចូលមកដល់តើគ្នាដើរមកត្រង់រហូតមកគឺវានឹងមាន NPC មួយដើម្បីឲ្យយើងជ្រើសរើសការងារអញ្ចឹងណាតើគ្នាគ្រាន់តែចុចលើវាទៅគឺមានការងារច្រើនមែនតើក្រៅពីហ្នឹងគឺវាមាន back home ហើយអានេះ daily reward តើគ្នាគ្រាន់តែ log in ហើយគឺclaim បានតែម្ដង log in មួយថ្ងៃបានមួយថ្ងៃបានមួយរហូតអញ្ចឹងណាមកមើលនៅ lobby វិញណាកន្លែងនេះ Sky Block ប្រហែលជាខ្ញុំត្រូវដូរដាក់អីផ្សេងថាខ្ញុំដាក់ចូលទេហើយអានេះគឺជាប្រភេទ map ធម្មតាទាំងអស់ទាំង pink yellow ឯហ្នឹងតែមកមើលអា map pink នេះនៅ spawn ហ្នឹងប្រហែលជាខ្ញុំអាចនឹងដាក់ជន់គេតើគ្នាដោយសារតែខ្ញុំ search មកពីនៅក្នុង website ហ្នឹងគឺវាមានឃើញតែមួយហ្នឹងទេវាស្អាតបែបខ្មែរអញ្ចឹងណាចឹងហើយខ្ញុំក៏យកមកដាក់ហ្មងទៅមានអីដូចតែនៅក្នុង map ផ្សេងៗទេតើគ្នាមាន back home អានេះ lucky bee ហ្នឹងគឺ welcome kit ហើយមួយទៀតហ្នឹងគឺ random teleport ហើយដែលសំខាន់នេះតើគ្នាគឺខ្ញុំបានដាក់ចូលជាមួយនឹង map អង្គរវត្តនៅកន្លែងហ្នឹងបើសិនជាតើគ្នាចង់ដឹងថា map ហ្នឹងវាមិនចាំចូលមកមើលខ្លួនឯងទៅ